ចាក់ខំនេះចាក់ខំនេះចាក់ខំនេះចាក់មែមកដល់ចាក់ប្រូជីករបស់ពួកយើងនេះដែរពួកយើងធ្វើមានគោលថារៀនតាមសិក្សាឬក៏អាចហៅជាភាសាខ្មែរបានថាឧបករណ៍ចាប់សញ្ញាទឹកភ្លេងដែលយើងធ្វើដើម្បីប្រកបភាពងាយស្រួលនៅពេលដែលមានភ្លេងធ្លាក់ឬក៏យើងខ្លាចថាឲ្យយើងសើមនៅពេលដែលយើងអាចបាននៅផ្ទះនៅពេលដែលកាលណាតែទិសវាធ្លាក់នៅលើដំណើរនេះនៅលើគម្របសិនសនេះហើយខាងរបស់យើងនឹងសាកអូតូចូលទៅខាងម្លប់ដើម្បីការពារកុំឲ្យភ្លេងសើមខ្វាងតែឥឡូវសាក់ឲ្យគេមើលមកចាក់ខំនេះចាក់ខំនេះចាក់ខំនេះចាក់មែលឿមកដល់ចាក់គម្រោងប្រូជីរៀនត្រាប់សិនសឬក៏អាចហៅយ៉ាងទៀតថាឧបករណ៍ចាប់សញ្ញាភ្លេងនេះឧបករណ៍ក្រុមពួកខ្ញុំបានតែងចេញជាពីរទី1 internal equipment ដែលយើងអាចញ៉ាំហៅឧបករណ៍ខាងក្នុងចំពោះឧបករណ៍ខាងក្នុងទាក់ទងនឹងការចងកូដរបស់វាហើយទី2គឺ external equipment គឺទាក់ទងឧបករណ៍ខាងក្រៅមានដូចជារៀនត្រាប់ sensor សេវ៉ាហើយបតអីជាដើមហើយទៅមកឧបករណ៍ទៅបន្សំរបស់យើងគឺមានផ្ទះនេះដើម្បីឲ្យគម្រោងរបស់យើងមើលទៅវាស្អាតប្រូជីកនេះមានផលវិបាកអ្វីខ្លះចំពោះការធ្វើប្រូជីកនេះគឺមានផលវិបាកដែរដោយសារកាលមុនយើងស្រាប់រៀនវគ្គ microbit ហើយយើងក៏ឆ្នៃវាមករៀនវគ្គ Arduino វិញគឺយើងដែលយើងអត់ស្រាប់បានរៀនគឺយើងពិបាកក្នុងការស្រាវជ្រាវវាក្នុងការចងកូដវាបើសិនបើយើងចងកូដអត់ត្រូវទេគឺឧបករណ៍របស់យើងវាអត់ទៅនៅការទេបើសិនជាយើងចង់កូដត្រូវគឺឧបករណ៍យើងទៅនៅការធម្មតាល្អគម្រោងរៀនត្រាប់ research នេះពួកខ្ញុំចំណាយពេលប្រមាណ2សប្តាហ៍ក្នុងការតម្លើងទាំងកូដទាំងការតម្លើងឧបករណ៍របស់វាហើយនិងការតម្លើងផ្ទះទាំងអស់នេះគឺចំណាយពេលប្រមាណ2សប្តាហ៍